ពលលើសន្តិភាពនៅក្នុងតំបន់កាហ្សាកាត់ឡើងហើយប៉ុន្តែខុសអីនៅក្នុងស្ថានភាពសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនគឺកំពុងតែឆេះឆួលនិងក្តៅខ្លាំងណាស់បន្ទាប់ពីរុស្ស៊ីបើកការវាយប្រហារកាលពីថ្ងៃទី9ទៅលើតំបន់ទីក្រុងអូដេសាសម្រាប់ប្រជាជនរបស់អ៊ុយក្រែនចំនួន5នាក់អ៊ុយក្រែនក៏បានបំផ្ទុះកន្លែងបំលែងឧស្ម័នរបស់រុស្ស៊ីនៅភាគខាងត្បូងដ៏ធំមួយជាឆ្អឹងខ្នងរបស់រុស្ស៊ីគឺក្រុមហ៊ុនលូខុយមើលឃើញថាមានការផ្ទុះយ៉ាងសន្ធោសន្ធៅហើយអាគារនិងលំនៅឋានរបស់ប្រជាជននៅក្បែរនោះមានការខូចខាតផងដែរឥឡូវនេះអាជ្ញាធររបស់រុស្ស៊ីកំពុងតែសង្ស័យថាអ៊ុយក្រែនកំពុងតែប្រើប្រាស់មីស៊ីលហើយសូមលំអរកាយនិងសូមជំរាបសួរទៅដល់ប្រិមិត្តដែលកំពុងតែតាមដានស្ថានភាពពិភពលោកប្រិមិត្តកាហ្សាឥឡូវនេះគេព្រមចុះហត្ថលេខាបង្កើតសន្តិភាពនៅក្នុងតំបន់ហើយណាប៉ុន្តែវាខុសអីតែរុស្ស៊ីនិងអ៊ុយក្រែនទេឃើញថាមានតែបង្កើតការវាយប្រហារគ្នាកាន់តែខ្លាំងឡើងអញ្ចឹងបន្ទាប់ពីរុស្ស៊ីក៏ទៅសម្លាប់ប្រជាជនអ៊ុយក្រែន5នាក់កាលពីយប់នៅឯតំបន់ទីក្រុងអូដេសាអ៊ុយក្រែននោះក៏បើកការវាយប្រហារបំផ្ទុះក្រុមហ៊ុនលូខុយឬរោងចក្រលូខុយដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់រុស្ស៊ីក្រុមហ៊ុនហ្នឹងគឺជាក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ីតែម្ដងហើយធំជាងគេនៅក្នុងតំបន់ភាគខាងត្បូងគឺត្រូវបានអ៊ុយក្រែនហ្នឹងបំផ្ទុះបាត់ទៅហើយចំណែកឯព័ត៌មានទី2នោះគឺតាក់ទងអំពីលោកពូទីនឥឡូវនេះព្រមទទួលខុសត្រូវហើយព្រមលំអោនដាក់អាហ្សេបៃសង់ហើយបន្ទាប់ពីមើលមុខគ្នាឡើងចំអស់រយៈពេលប្រមាណខែនេះសម្រាប់ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីកាលពីឆ្នាំ2024ខែធ្នូនោះបាញ់ច្រឡំទៅទម្លាក់យន្តហោះអ្នកដំណើររបស់អាហ្សេបៃសង់ហើយបានសម្លាប់ប្រជាជនគេអស់38នាក់ពូទីនលែងអើពើលែងទទួលខុសត្រូវអញ្ចឹងហើយបានជាធ្វើឲ្យលោកអេឡាយ៉ែវនឹងមើលមុខគ្នាមិនចំអ្វីដែលធ្វើឲ្យពូទីនទៅតែលំអោននោះប្រិមិត្តដឹងហេតុផលហើយណាតែសារតែរយៈពេលចុងក្រោយនេះគឺសេដ្ឋកិច្ចរបស់រុស្ស៊ីធ្លាក់ហើយដូច្នេះរុស្ស៊ីមិនអាចទៅពឹងពាក់អ៊ីរ៉ង់ឬក៏កូរ៉េខាងជើងខ្លាំងខ្លានោះទេដូច្នេះរុស្ស៊ីនឹងពឹងពាក់ទៅលើប្រទេសជិតខាងដូចជាប្រទេសបាទអ៊ុបេគីស្ថានកាហ្សាស្ថានបាទអាហ្សេបៃសង់និងអាមេនីជាដើមអញ្ចឹងហើយបានជាដំណើរទស្សនកិច្ចនឹងការសុំទោសរបស់លោកពូទីនទៅដល់អាហ្សេបៃសង់នេះគឺមើលឃើញថាចំហពង្រឹងទំនាក់ទំនងនិងសេដ្ឋកិច្ចប៉ុន្តែមើលឃើញថាដើរយឺតជាងលោកដូណាល់ត្រាំមួយជើងហើយណាប្រិមិត្តណាប្រទេសទាំង3ទាំង4ដែលខ្ញុំបានគុំនេះអត់ដល់នេះត្រូវបានដាក់វិនិយោគទុនទឹកលុយសហរដ្ឋអាមេរិករាប់រយពាន់លានរួចទៅហើយបន្ទាប់ពីកាលពីខែកញ្ញានោះគឺលោកដូណាល់ត្រាំបានជំរុញសម្រួលអាហ្សេបៃសង់និងអាមេនីនឹងបញ្ចប់ចំនួននៅតាមព្រំដែនហើយលោកដូណាល់ត្រាំបានជះលុយរាប់រយពាន់លានលើអាហ្សេបៃសង់ឲ្យមានការបង្កើតច្រកផ្លូវរបៀងតាមផ្លូវទឹកណាជាមួយនឹងសហរដ្ឋអាមេរិកហើយកាលពីប្រមាណខែមុននោះបាទរវាងរុស្ស៊ីហើយនិងអាហ្សេបៃសង់នឹងគឺដាក់កងទ័ពប្រឈមមុខគ្នាទៀតដោយរុស្ស៊ីបញ្ជូននាវាចម្បាំងតាមសមុទ្រកាស្ពីហ្នឹងគឺមកគំរាមអាហ្សេបៃសង់ដែលធ្វើឲ្យអាហ្សេបៃសង់លោកអេឡាយ៉ែវហ្នឹងក៏ថ្នាំងថ្នាក់ខ្លាំងដែរហេតុអីបានជាត្រូវមកដាក់យកកងទ័ពមកដាក់នៅភាគខាងត្បូងរបស់រុស្ស៊ីហ្នឹងអាហ្នឹងគឺជាបញ្ហាដែលរុស្ស៊ីគាត់ធ្វើលឺមកលើអាហ្សេបៃសង់ឥឡូវនេះមកចង់ត្រូវរើគ្នាវិញហើយប្រទេសទាំង3ដូចជាទូមិនគីស្ថានអ៊ុបេគីស្ថាននិងកាហ្សាស្ថានណាប្រិមិត្តគឺត្រូវបានលោកដូណាល់ត្រាំកាលពីខែកញ្ញាហ្នឹងដាក់ទុនវិនិយោគរាប់រយពាន់លានកាត់មុខរុស្ស៊ីរួចទៅហើយទៀតចឹងឃើញថាបាទរុស្ស៊ីគាត់ដើរមកជឿនេះគឺដើរយឺតជាងលោកដូណាល់ត្រាំចឹងប្រិមិត្តអ្នកស្ដាប់ទីគោរពខ្ញុំក៏សូមធ្វើការអានអត្ថបទតាក់ទងអំពីការបំផ្ទុះក្រុមហ៊ុនដ៏ធំរបស់រុស្ស៊ីគឺលូខុយដែលជាផ្នែកមួយនៃឆ្អឹងខ្នងសេដ្ឋកិច្ចរបស់រុស្ស៊ីតាក់ទងអំពីប្រភពថាមពលហ្គាសដោយតទៅផងដែរបាទតាមប្រភពសារព័ត៌មានគេផុសបានចេញផ្សាយថាមានការផ្ទុះយ៉ាងសន្ធោសន្ធៅនៅរោងចក្រហ្គាសលូខុយបន្ទាប់ពីមានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចូលកាន់តែជ័យនៅក្នុងទឹកដីរបស់រុស្ស៊ីកាលពីថ្ងៃទី9ខែតុលាឆ្នាំ2025នេះមន្ត្រីនៅក្នុងតំបន់និងប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថាអគ្គិភ័យបានឆេះយ៉ាងសន្ធោសន្ធៅមានការផ្ទុះឡើងនៅរោងចក្រកែច្នៃឧស្ម័នមានឈ្មោះថាលូខុយនៅភាគខាងត្បូងនៅក្នុងទឹកដីរបស់រុស្ស៊ីបន្ទាប់ពីមានការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនកាលពីថ្ងៃទី9ខែតុលានោះក្រសួងការពារជាតិរបស់រុស្ស៊ីបាននិយាយថាការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន19គ្រឿងរួមទាំង9គ្រឿងផ្សេងទៀតនៅក្នុងតំបន់ Volgograd ស្ថិតចម្ងាយ600គីឡូម៉ែត្រពីព្រំដែនរបស់អ៊ុយក្រែនតែទោះបីជាយ៉ាងណាការអាងទាំងអស់នេះក៏ដោយក៏រោងចក្រអូស្ម័នកែច្នៃលូខុយដែលជាស្នូលនៃទឹកដីរបស់រុស្ស៊ីនៅក្នុងទីក្រុង Kotovo បានឆេះនិងផ្ទុះយ៉ាងសន្ធោសន្ធៅអ្នកស្រុកនិងអភិបាលតំបន់បានរាយការណ៍អំពីបញ្ហានេះលោកប៊ូឆារ៉ូលោកគឺជាអភិបាលតំបន់លោកបាននិយាយថាការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកបានបំផ្លាញផ្ទះរបស់ប្រជាជននិងបណ្ដាញអគ្គិសនីនិងតំបន់រោងចក្រដែលបំលែងឧស្ម័នរបស់ខ្លួនផងដែរបណ្ដាញទូរគមនាគមន៍ឯករាជ្យអាស្ត្រាបានដកស្រង់សម្ដីអ្នកស្រុកបាននិយាយថាអគ្គិភ័យបានឆេះយ៉ាងសន្ធោសន្ធៅលូខុយត្រូវបានកំទេញហើយទិន្នន័យផ្កាយរណបបានបង្ហោះពី NASA បានផ្តិតរូបភាពយ៉ាងច្បាស់ឃើញថាពិតជាមានការបំផ្ទុះពីកងកម្លាំងរបស់អ៊ុយក្រែនពិតមែនសម្រាប់រោងចក្រ Koroboski គឺជារោងចក្រ
កែច្នៃឧស្ម័នដ៏ធំនៅក្នុងសពសហព័ន្ធភាគខាងត្បូងនៃទឹកដីរបស់រុស្ស៊ីមានសមត្ថភាពបំលែងឧស្ម័នបានប្រមាណជា450លានម៉ែត្រគូបនៅក្នុងមួយឆ្នាំសម្រាប់ទិន្នផលភាគច្រើនរបស់វារួមទាំងឧស្ម័នរាវនិងប្រេងសាំងដែលមានសមត្ថភាពស្ថិរភាពត្រូវបាននាំចេញទៅក្រៅប្រទេសប្រភពអាស្ត្រាក៏បានរាយការណ៍ថាបានរកឃើញភ្លើងឆេះយ៉ាងសន្ធោសន្ធៅស្ថានីយបូមព្រែកមានឈ្មោះថាយីហ្វេម៉ូកាជាផ្នែកមួយនៃរចនាសម្ព័ន្ធរបស់ Rasneft ដែលជាក្រុមហ៊ុនប្រភពប្រេងរបស់រុស្ស៊ីក៏ត្រូវបានបំផ្លាញដូចគ្នាការវិបហានេះបានកាត់ឡើងប៉ុន្មានម៉ោងតែប៉ុណ្ណោះសម្រាប់ទីក្រុងមូស្គូបានរាយការណ៍ថាមានយន្តហោះគ្មានរបើករបស់អ៊ុយក្រែនមានប្រមាណជា251គ្រឿងបានហោះនៅក្នុងតំបន់ទីក្រុងមូស្គូនោះរហូតមកដល់ពេលនេះភាគីអ៊ុយក្រែនមិនទាន់ធ្វើការបកស្រាយនោះទេប៉ុន្តែក៏ធ្លាប់មានការបញ្ជាក់ថាលោកប៉ូឡូដឺមីសេឡិនស្គីបាននិយាយនៅថ្ងៃទី8ខែតុលានេះថាអ៊ុយក្រែនធ្លាប់បានប្រើប្រាស់កម្មញ្ជូចរយៈចម្ងាយឆ្ងាយរបស់ខ្លួននិងអមជាមួយនឹងយន្តហោះគ្មាននោះបើកការវាយប្រហារចូលទៅកាន់ទឹកដីរបស់រុស្ស៊ីឥឡូវនេះគេកំពុងតែសង្ស័យថាការវាយប្រហាររបស់អ៊ុយក្រែនគឺចាប់ផ្ដើមប្រើប្រាស់កម្មជ្រួចជាផលិតផលរបស់អ៊ុយក្រែនមានឈ្មោះថា Playmigo ហើយ